สุดท้ายบางปอนถึงออกเนี่ยครั้งนี้ยังทัวร์ดำน้ำtớiโชว์รูมการประกวดกีฬามิตรภาพเป็นรางวัลสมาคมนิสสัตกัมพูชาประจำในประเทศเวียดนามนะการประเทศนี้คือบ้านจำลางการไปถึงไงดีมาเพย์ประมวยคายของแพะชนะปีปอนมาเพย์ใบเยอะนะเฮาคือการทัวร์ล้างที่ตั้งในสลามิตรภาพเตะ8ซับในเซินไตนี่โดยเฉพาะที่กรองจำนองมวยở Hà Nộiนะคือខ្ញុំមិនសូវច្បាស់ដែរបងប្អូនដឹងអាចជួយខមមិនចាក់ផងតោះឥឡូវនេះយើងកំពុងតែធ្វើដំណើរទៅហើយយើងដល់ស្ពានមួយយើងនេះគឺទេសភាពភាសាគឺ admin ថតកាមេរ៉ាស៊ីនដល់ពេលអញ្ចឹងធ្វើវីដេអូមើលទៅវាមិនសូវច្បាស់ប៉ុន្មានណាសូមអធិស្ឋានតើឥឡូវយើងកំពុងតែធ្វើដំណើរទៅសាលាមិត្តភាពតែ80ហើយអញ្ចឹងយើងទៅជាមួយ admin ទាំងអស់គ្នានេះឥឡូវចិត្តដល់ហើយយើងមកដល់កន្លែងវាលស្រែមួយចិត្តដល់កន្លែងសាលាហ្នឹងហើយ admin ឃើញទេសភាពវាលស្រែស្អាតពេកក៏ admin ឆ្លៀតថតយកបន្តិចទៅណានេះទេសភាពវាលស្រែគេហើយនេះគឺជាឡានដឹកក្រុមនិស្សិតយើងនៅគាត់ធ្វើដំណើរមកដល់ហើយគឺឡានរបស់គាត់ធំមែនសារគ្នាគាត់ច្រើនអញ្ចឹងណាហើយ admin គឺឡាន admin ជិះគឺមិនសូវធំប៉ុន្មានទេសារ admin គ្នាតិចអញ្ចឹងគឺយើងជួលឡានតូចមកទេឡានមកច្រើនហើយចំនួននិស្សិតដែលចូលរួមដូចជាប្រហែលខ្ទង់400នាក់ជាងណា admin ចាំមិនច្បាស់ដែរតោះឥឡូវគឺយើងបានចុះលើឡានហើយគឺបងប្អូនយើងមានទាំងកីឡាករមានទាំង fan ដែលគាត់មកជាមួយយើងចុះមកម្នាក់ម្ដងហើយបងនេះគាត់លើកដៃហើយ admin សុខសប្បាយអត់ admin គាត់ថាសុខសប្បាយតាឥឡូវយើងចុះម្នាក់ម្ដងហើយមានកាណាសម្រាប់មកជាមួយអាសម្រាប់យើងគឺយើងតែងខ្លួនឯងទេមាននំប៉័ងយើងចែកគ្នាម្នាក់ម្ដងដើម្បីបន្តិចទៀតយើងត្រៀមទៅបើកការប្រកួតទាំងអស់គ្នាណាបាទហើយយើងមុននឹងចូលទៅសាលា admin ក៏ឆ្លៀតទាញទូរស័ព្ទមកថត selfie ខ្លួនឯងមួយដើម្បីថាអូរបបឲ្យថតគេខ្លួនឯងបានថតមួយអញ្ចឹងអត់មានអនុស្សាវរីយ៍ម៉ៅទុកមើលថ្ងៃក្រោយអញ្ចឹង admin ក៏ឆ្លៀតទាញយកមកថតបន្តិចទៅណាអញ្ចឹងអធិស្ឋានផងសង្ហាមិនសង្ហានេះគឺមកសេនមក admin ហើយតែប៉ុណ្ណឹងហើយចំណែកនេះវិញគឺជាការសំណេះសំណាលនិងការបើកការប្រកួតកីឡាមិត្តភាពเป็นរង្វាន់សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសវៀតណាមណាកម្មវិធីនេះគឺក្រោមការចូលរួមរបស់លោកពូអិនតារាទីប្រឹក្សានៃស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសវៀតណាមតំណាងលោកជំទាវឯកអគ្គរដ្ឋទូតព្រមទាំងមន្ត្រីស្ថានទូតនៃស្ថានឯកអគ្គរដ្ឋទូតកម្ពុជាណាយ៉ាងក្រៃលែងដោយទទួលបានការអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡារបស់និស្សិតកម្ពុជានៅភូមិភាគខាងជើងប្រទេសវៀតណាមចំណែកនេះគឺសុទ្ធតែក្រុមនិស្សិតយើងហើយដែលគាត់កំពុងតែឈរស្ដាប់មតិសំណេះសំណាលរបស់លោកពូអន្តរាទីប្រឹក្សានៃស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសវៀតណាមចំណែកអ្នកដែលកំពុងកាន់មីក្រូឈរនិយាយនោះគាត់គឺជាប្រធានសមាគមនិស្សិតកម្ពុជាប្រចាំនៅប្រទេសវៀតណាមចែករំលែកបទពិសោធន៍និងសួរសុខទុក្ខគ្នាព្រមទាំងបានផ្លាស់ប្ដូរអំពីការសិក្សារៀនសូត្រនិងការរស់នៅក្នុងប្រទេសវៀតណាមផងដែរឥឡូវនេះគឺយើងចាប់ផ្ដើមប្រកួតវិញ្ញាសាកីឡាបាល់ទះយើងហើយណាគឺថា fan ហូដល់កហើយបងប្អូនយើងសូម្បីតែ admin ក៏ចឹងដែរហូហើយងាកឡើងគឺនិយាយចេញនៃឈឺកយកម្ដងដោយសារអីហូនិយាយទៅហូអត់ដឹងថាយកអីមកផ្ទឹមមកសบายចិត្តមែនទែនមើលឃើញអត់ឃើញតែពួកគាត់លោតហូដឹងហើយហូផងរំផងសบายណាគឺមាន fan មកខាងម្នាក់អញ្ចឹងហូដាក់គ្នាទៅវិញទៅមកហូឌឺគ្នាតែមិនមែនឌឺគណៈគុំគួនទេគឺឌឺក្នុងន័យកីឡាទេដើម្បីសบายទាំងអស់គ្នាតើឥឡូវយើងស្ដាប់សម្លេង fan គាត់ហូទាំងអស់គ្នាអាយ៉ាងចូលប្រាំមកលទ្ធផលបានទៅខាងថៃមាន23ទៅនឹង24ថៃមាន26
ចំណែកនេះបន្ទាប់ពីចប់ការប្រកួតបាល់ទះទៅគឺយើងដល់វិញ្ញាសាបាល់ទាត់ហើយបាល់ទាត់នេះក៏ល្អមើលខ្លាំងណាស់ដែរបងប្អូនក៏ប៉ុន្តែថាมันសូវជាមាន fan ហូរប្រមាណតែ fan គឺច្រើនដូចគេតែគាត់ហូររួចស្អីគាត់ស្រែកបាល់ទះឡើងប្រមាណម៉ោងហើយដល់ឈឺខអញ្ចឹងក៏គាត់ស្រែកបាល់ទាត់ទៀតអត់សូវបានអ្នកស្រែកបាល់គាត់ស្រែកទៅចំណែកអ្នកស្រែកមិនបានគាត់ឈរមើលទៅហើយការប្រកួតបាល់ទាត់នេះគឺស្វិតស្វាញដូចបាល់ទះហ្នឹងបងប្អូនអញ្ចឹងគឺពងដេញគ្នាទៅមករហូតល្អមើលមែនទែនបន្ទាប់ពីចប់ការប្រកួតកីឡាបាល់ទះនិងកីឡាបាល់ទាត់ទៅឥឡូវយើងក៏ចាប់ផ្ដើមធ្វើដំណើរទៅសាលារៀនខ្លួនវិញហើយអនុស្សាវរីយ៍មួយនេះគឺធ្វើឲ្យ admin ចាំមិនភ្លេចទេហើយក៏សូមអរគុណបងប្អូនណាដែលបានចូលមើលវីដេអូរបស់ admin តាំងពីដើមដល់ចប់សូមអរគុណ